ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍កម្មការ Channel របស់ខ្ញុំមីងហួងហើយនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីរបៀបធ្វើម៉ាស់បិទមុខគ្រឿងផ្សំសុទ្ធសឹងតែជារបស់ធម្មជាតិដែលមាននៅជុំវិញខ្លួនមានដូចជាម្សៅរមៀតសុទ្ធខ្ញុំដាក់ចំនួនប្រហែលជា3ស្លាបព្រាកាហ្វេម្សៅរមៀតនេះខ្ញុំទិញទុកចោលយូរដែរហើយពុកម៉ែបងប្អូនទិញគេលក់ជាកញ្ចប់ជាមួយនឹងថ្នាំឆ្ពង់អីយកនៅផ្សារមួយកញ្ចប់តែ 5,000 ទេហើយបើមុនទៀតខ្ញុំអត់សារទៅទិញនៅផ្សារដើមកោគ្រឿងផ្សំទី2គឺជាម្សៅកាហ្វេការលាយម៉ាស់នេះគឺលាយធ្វើម៉េចឲ្យខាប់ល្មមណាបើសិនជារាវពេកក៏ពិបាកលាបឲ្យនៅជាប់មុខដែរបើគាត់ជាហូររលាក់រលាក់អីពុកម៉ែបងប្អូនគ្រឿងផ្សំទី3គឺជាពងមាន់ខ្ញុំមិនដឹងថាពងមាន់ស្រែឬក៏ពងមាន់ចិញ្ចឹមទេប្រហែលជាចិញ្ចឹមលាយជាមួយនឹងធម្មជាតិច្រើនជាងចាហើយកំពុងតែរកកន្លែងគោះនេះដំបូងថាចង់គោះនៅលើការ៉ូប៉ុន្តែដល់ពេលចុះឡើងទៅគោះនៅលើតុបដ ாய் ពងមាន់នេះយកតែផ្នែកពណ៌ក្រហមតែប៉ុណ្ណោះចំណែកផ្នែកពណ៌សពុកម៉ែបងប្អូនអាចយកទៅចៀនឬក៏ទុកធ្វើអ្វីផ្សេងតាមចិត្តពុកម៉ែបងប្អូនហើយវិធីដែលខ្ញុំយកផ្នែកសចេញហ្នឹងគឺខ្ញុំគោះពងមាន់ហើយខ្ញុំបង្ហូរផ្នែកពណ៌សដាក់ចានបែបនេះបើនិយាយអំពីការថែទាំសម្រស់ការថែទាំស្បែកមុខឬក៏ស្បែកដងខ្លួនខ្ញុំខានថែទាំយូរហើយព្រោះមួយរយៈហ្នឹងខ្ញុំរវល់ហើយណាមួយខ្ញុំអត់មានពេលហើយចិត្តតែខ្ជិលផ្សំសំខាន់គឺខ្ជិលពុកម៉ែបងប្អូនចង់ស្អាតតែខ្ជិលហើយខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់តែងតែចង់បានស្បែកមុខឬក៏ស្បែកដងខ្លួនហ្នឹងជាពិសេសផ្ទៃមុខហ្នឹងអត់មានស្នាមជ្រីជ្រួញស្បែកមុខមានសំណើមទន់រលោងមាត់ខៃក្មេងជាងវ័យផ្ទៃមុខហាប់តឹងណែនមិនជាធ្លាក់អីហ្នឹងខ្ញុំជឿថាអ្នកណាក៏ចង់បានស្បែកមុខឬក៏ដងខ្លួនបែបហ្នឹងដែរមែនអត់ពុកម៉ែបងប្អូនមិនបាច់ចាំបានស្បែកសទេឲ្យតែស្បែកមានសំណើមទន់អត់ជ្រួញមើលទៅក្មេងជាងវ័យដូច្នេះពុកម៉ែបងប្អូនអាចសាកល្បងធ្វើម៉ាស់នេះបានគឺអាចជាប់ចិត្តតាំងពីធ្វើលើកដំបូងចាខ្ញុំធានាចឹងដោយសារតែខ្ញុំនេះខ្ញុំបិទលើកដំបូងដែរទេហើយវិធីធ្វើម៉ាស់ហ្នឹងខ្ញុំចេះយូរហើយប៉ុន្តែខ្ញុំអត់ដែលបានធ្វើអត់ដែលបានបង្ហាញជូនពុកម៉ែបងប្អូនទេបិទភ្លាមគឺមានអារម្មណ៍ថាតឹងស្បែកមុខហើយពុកម៉ែបងប្អូនដឹងស្រាប់ហើយកាហ្វេរមៀតហ្នឹងជួយជំរុញកោសិកាស្បែកចាស់ចេញធ្វើឲ្យស្បែកមានសំណើមរមៀតបំបត្តិស្នាមអុចខ្មៅឬក៏ស្នាមដោយសារមុនហើយក៏ធ្វើឲ្យស្បែកសផងដែរហើយជាពិសេសគឺប្រឆាំងទៅនឹងការរលាកការធ្វើម៉ាស់ធម្មជាតិបិទនៅផ្ទះដោយខ្លួនឯងពុកម៉ែបងប្អូនសន្សំសំចៃលុយណាយើងសល់លុយច្រើនហើយចំពោះម៉ាស់សន្លឹកខ្ញុំគិតថា ingredient សារធាតុផ្សំក៏មិនសូវជាល្អដូចម៉ាស់ដែលយើងធ្វើដោយដៃនៅផ្ទះអញ្ចេះដែរម៉ាស់នេះពុកម៉ែបងប្អូនអាចបិទ3 ដងឬក៏2 ដងក្នុងមួយសប្តាហ៍ពេលដែលលាបសពពេញផ្ទៃមុខហើយទុករយៈពេលប្រហែលជា20 នាទីទៅ30 នាទីចាំលាងជាមួយនឹងទឹកក្តៅឧណ្ហចេញហើយបន្ទាប់មកបានលាងទឹកត្រជាក់ខ្ញុំសូមចែកជូនជាចំណេះដឹងមួយទៀតទាក់ទងទៅនឹងផលិតផលថែរក្សាសម្រស់សារធាតុថែរក្សាសម្រស់ភាគច្រើនគេផលិតមកមៀតធំចឹងអាចជ្រាបចូលទៅដល់ស្រទាប់ជ្រៅនៃស្បែក epidermis ស្រទាប់បាតនៃស្បែកភាគច្រើនផលិតផលហ្នឹងមានមៀតធំហ្នឹងជ្រាបបានទៅនៅស្រទាប់រនាំងការពារស្បែកដែលយើងហៅថា skin barrier ហ្នឹងណាពុកម៉ែបងប្អូនហើយមានតែសារធាតុដូចជា retinol ហើយនិងវីតាមីន C ទេដែលអាចជ្រាបចូលទៅដល់ក្នុងស្រទាប់ស្បែកជ្រៅបានដែលយើងហៅថាជាស្រទាប់ epidermis ហើយមួយទៀតគេតែងនិយាយថាពេលលាបផលិតផលថែរក្សាស្បែកទៅនឹងជ្រាបចូលទៅក្នុងចរន្តឈាមចាអាចជ្រាបចូលបានតែកម្រិតនៃការជ្រាបចូលហ្នឹងគឺត្រឹមតែ 1% តែប៉ុណ្ណោះនិងចំពោះអ្នកដែលមានរនាំងការពារស្បែករឹងមាំករណីអ្នកដែលមានរនាំងការពារស្បែកខូចខាតឬក៏ស្បែកស្ដើងគឺបរិមាណនៃការស្រូបឬក៏ការជ្រាបចូលហ្នឹងគឺអាចលើសពី 1% ហ្នឹងចឹងបានគេហាមអត់ឲ្យប្រើប្រាស់នៅពេលដែលស្បែកឡើងមុនស្បែករោលឬក៏ស្បែករលាកចាគេឲ្យប្រុងប្រយ័ត្នបើសិនជាយើងអាចផ្អាកឈប់លាបបានយើងឈប់លាបចឹងណាក្នុងពេលករណីស្បែកយើងមានបញ្ហាអស់ទាំងអស់នឹងខាងលើដែលខ្ញុំរៀបរាប់មិញហ្នឹងចំពោះសារធាតុដែលអាចជ្រាបចូលទៅក្នុងចរន្តឈាមបានត្រឹម 1% ហ្នឹង
ក៏មិនសូវជាមានការព្រួយបារម្ភបានដែរផងមកដោយសារតែវានឹងត្រូវបញ្ចេញមកវិញតាមរយៈការធ្វើការរបស់ថ្លើមតម្រង់នោមនិងផ្លូវដង្ហើមលើកលែងតែសារធាតុដែលគេហាមមិនឲ្យប្រើណាព្រោះប៉ះពាល់ទៅដល់សុខភាពខ្លាំងមែនទែនមានដូចជាសារធាតុបារតសំណស្តេរ៉ុយប៉ារ៉ាប៊ីនហៃដ្រូគីណូននិង BAT បុយទីឡេតហៃដ្រូស៊ីតូលុយអែតខណៈពេលនេះវីដេអូរបស់ខ្ញុំសូមបញ្ចប់សូមអរគុណជម្រាបលា